បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបខ្ញុំជាថ្មីម្ដងទៀតអំពីការ live វិភាគទៅលើបច្ចេកទេសក្នុងការទិញលក់មាសងាយៗអញ្ចឹងយើងមើល position ដែលយើងបានចូលផ្សារឬក៏ pending កាលពីម្សិលមិញយើងបានចូលទិញមួយហើយនឹង pending sell limit មួយអញ្ចឹងយើងឃើញថា pending sell limit គឺបានចូល sell អញ្ចឹងយើងបានចូលគឺចំណេញឲ្យយើងចូល 0.05 យើងចំណេញបាន260ជាងហើយដល់ពេល buy អញ្ចឹងមានន័យថាយើងចំណេញទាំងលក់ទាំងទិញអញ្ចឹងឥឡូវនេះយើងកាត់ចំណេញទាំងពីរមករួចយើងរកឱកាសក្នុងការចូលផ្សារជាថ្មីអញ្ចឹងសម្រាប់តម្លៃមាសបច្ចុប្បន្ននេះគឺនៅ$4062ក្នុង1អោនអញ្ចឹងក្នុងថ្ងៃនេះមាសចុះតាំងពីតម្លៃខាងលើនេះមករឿងច្រើនតម្លៃ4110មកចុះដល់តម្លៃបច្ចុប្បន្ននេះចុះមករឿងច្រើនគួរសមអញ្ចឹងសម្រាប់ហាងឆេញមាសនៅម៉ោងឥឡូវនេះគឺម៉ោង 3:74 ម៉ោងអឺរ៉ុបអញ្ចឹងយើងរកឱកាសក្នុងការទិញគឺល្អដោយសារមាសចុះពីក្រោមនេះមកចុះពីលើនេះមកគឺរឿងច្រើនហើយអញ្ចឹងតម្លៃទិញយើងទិញនៅតម្លៃណាអញ្ចឹងយើងមកមើល15នាទីតម្លៃទិញដែលល្អនៅពេលដែលទីផ្សារចុះមកក្រោមវិញចុះមករកតម្លៃ low នៅក្នុងថ្ងៃពហុនេះអញ្ចឹងតម្លៃ low គឺនៅ4038យើងវាស់ពី4038ដល់តម្លៃបច្ចុប្បន្ននេះគឺ4067នេះគឺមាសឡើងទៅរៀងច្រើនចូលជិត20លេខហើយអញ្ចឹងយើងទិញបាននៅពេលដែលទីផ្សារចុះមកវិញជាទូទៅទីផ្សារឡើងបែបនេះទីផ្សារនឹងបកមកវិញខ្លះបន្ទាប់មកទីផ្សារនឹងឡើងទៅលើវិញទៀតអញ្ចឹងយើងសុខចិត្តទិញនៅតម្លៃដែលទាបអញ្ចឹងយើងរងចាំតិចទៅនៅពេលដែលទីផ្សារចុះមកឬមួយបើសិនជាយើងអត់ចង់រងចាំទេយើងដាក់ pending order យើងអាចដាក់ buy limit ទៅអញ្ចឹងយើងចុច mouse ស្ដាំមកអញ្ចឹងយើងចុចពាក្យ buy limit យើងចុចពាក្យ buy limit នៅកន្លែងនេះខ្ញុំដាក់ buy limit នៅតម្លៃ4047ឬមួយយើងអាចទិញបើសិនជាមាសចុះមកលើនឹងចុះមកក្រោមនឹងយើងអាចទិញបាននៅតម្លៃនេះកន្លែងនេះក៏យើងអាចទិញបានដែរនៅតម្លៃ4051តម្លៃនេះយើងអាចទិញបានដូចគ្នាក៏តែតម្លៃនេះបើយើងទិញយើងគួរតែទិញតូចយើងទិញតូចដោយសារតែមាសតម្លៃនេះដូចនៅពាក់កណ្ដាលអញ្ចឹងបើយើងវាស់ពីតម្លៃ4066ដល់តម្លៃខាងក្រោមនេះ4038តម្លៃនេះដូចតម្លៃពាក់កណ្ដាលអញ្ចឹងបើយើងទិញយើងអាចទិញតូចយល់អស់យើងគួររងចាំទៅសម្រាប់ទីផ្សារបែបនេះបើយើងទិញនៅតម្លៃដែលទាបគឺល្អអញ្ចឹងតម្លៃនេះបើបងប្អូនចង់លក់យើងគួរតែដាក់ SL ដោយសារតែមាសតម្លៃនេះនៅទាបនៅឡើយទេអញ្ចឹងបើសិនជាយើងលក់យើងចុចលក់យើងគួរតែដាក់ SL យើងអាចដាក់លើ candlestick មួយនេះក៏បានដែរនេះអញ្ចឹងយើងអាចដាក់លើស្រមោលនេះក៏បានឬមួយក៏យើងអាចដាក់លើ resistance នេះក៏បានទីផ្សារបែបនេះបើសិនជាចូល sell គួរតែដាក់ SL ដោយសារតែទីផ្សារទើបតែឡើងទៅបានមកតិចគួរសមទេអត់ឡើងទៅរៀងច្រើនទេបើយើងវាស់ពីតម្លៃខាង4110នេះគឺនៅកន្លែងនេះគឺនៅទាបនៅឡើយទេអញ្ចឹងបើចង់លក់យើងគួរតែលក់នៅតម្លៃដែលខ្ពស់គឺនៅតម្លៃកំពូលនៅថ្ងៃនេះទៅបើសិនយើងអាចរងចាំបានឬមួយយើងអាចដាក់sell limit ក៏បានដែរយើងអាចដាក់ sell limit នៅតម្លៃ4107ឬក៏4110 ចឹងនៅថ្ងៃនេះគឺមានពណ៌មានធំ
តកតងនឹងព័ត៌មាន Nan Farm អញ្ចឹងនៅម៉ោង8កន្លះទីផ្សារមាសនឹងមានការប្រែប្រួលច្រើនអញ្ចឹងសម្រាប់បងប្អូនដែលអត់ច្បាស់ក្នុងម៉ោងព័ត៌មានយើងគួរកុំចូលផ្សារអីដោយសារតែទីផ្សារនៅក្នុងម៉ោងព័ត៌មានការប្រែប្រួលច្រើនហើយបើសិនជាយើងចូលចំណេញខ្លីៗកាត់ចូលចំណេញខ្លីៗខ្លះកាត់គួរកុំចូលក្នុងម៉ោងព័ត៌មានអញ្ចឹងដោយសារតែនៅយប់នេះម៉ោង8កន្លះមានម៉ោងព័ត៌មាន Nan Farm អញ្ចឹងទីផ្សារមាសចាប់ពីម៉ោងនេះទៅម៉ោង4នេះរហូតដល់ជិតម៉ោងព័ត៌មានទីផ្សារមាសនឹងមានភាគរយ sideways ច្រើនបើសិនជាចុះអាចចុះមកក្រោមនៅlow កាលពីថ្ងៃហ្នឹងគឺនៅតម្លៃ4038ហើយបើសិនជាឡើងអាចឡើងត្រឹម4110បើសិនជាឡើងអញ្ចឹងទីផ្សារមាសអាច sideways ចន្លោះហ្នឹងនៅពេលដែលព័ត៌មានចេញអញ្ចឹងបើសិនជាលុយដុល្លារល្អមាសអាចមានភាគរយបន្តចុះមកក្រោមទៀតហើយបើសិនជាលុយដុល្លារអត់ល្អមាសអាចមានភាគរយឡើងទៅលើវិញអញ្ចឹងក្នុងម៉ោងព័ត៌មានបងប្អូន trader គួរតែប្រយ័ត្នឲ្យមែនតើអញ្ចឹងមុននេះយើងចូល sell ទីផ្សារឡើងទៅលើគឺយើងខាត$24ហើយ$24អញ្ចឹងទីផ្សារបែបនេះយល់ល្អយើងគួរកុំចូលផ្សារអីយើងរងចាំតិចទៅដោយសារតែកម្លាំងឡើងគឺនៅរៀងខ្លាំងនេះកម្លាំងឡើងគឺនៅរៀងខ្លាំងបែបនេះបើយើងចូល sell ភាគរយចំណេញគឺមានតិចភាគរយប៉ះ SL គឺមានច្រើនអញ្ចឹងបើ sell យើងគួរតែរងចាំនៅតម្លៃដែលខ្ពស់គឺនៅតម្លៃកំពូល4107ឬក៏4110នៅក្នុងថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងអញ្ចឹងជួបគ្នាក្នុងឱកាសក្រោយទៀតសម្រាប់បងប្អូនដែលមានបំណងចង់ចូលរួមក្នុង Channel Telegram បងប្អូនអាចចូលបាន